សម្លមួយមុខនេះត្រូវមែនតែនសម្រាប់ខែត្រជាក់មេឃធ្លាក់ខ្យល់តិចៗអញ្ចឹងបងប្អូនអាចសាកញ៉ាំបានជាពិសេសសម្រាប់បងប្អូនណាដែលអត់សូវស្រួលខ្លួនផ្ដាសាយអីញ៉ាំទៅគឺដឹងតែឆាប់ជាហ្មងមួយមុខនេះគឺហៅថាសម្លប្រហើរកូនកាត់ជាមួយនឹងបកាសម្រាប់ផ្នែកសាច់គឺយើងប្រើបកាបងប្អូនសម្លនេះអត់ប្រើត្រីអត់ប្រើអីទេបកានឹងយើងបកសម្បកឲ្យស្អាតលាងទឹកលាងអីហើយយើងមានក្បាលបកានឹងគឺអត់បោះចោលទេទុកវាម្ដុំម៉ែវបន្ទាប់មកយើងមានជាហ៊ឺបន្តិចបកាក្រៀមបន្តិចគ្រឿងកាត់ក្លិនហ្នឹងយើងមានគល់ស្លឹកគ្រៃយើងមានល្មៀតខ្ជាយខ្ទឹមសម្ទេសអីហ្នឹងសម្រាប់បន្លែគឺខ្ញុំប្រើ4មុខបងប្អូនមានស្នៀតពោតមានផ្សិតមានល្ពៅជាមួយនឹងស្អំឬក៏បងប្អូនចង់បន្ថែមបន្លែអីផ្សេងក៏បានដែរល្ពៅគឺយកល្ពៅទុំហ្មងណាបងប្អូនយករាងសាគៀលហើយកាត់វាជាដុំរាងតូចៗចឹងមកបន្ទាប់ពីហ្នឹងមកគឺយើងមកដាក់ដាំទឹកដើម្បីធ្វើទឹកសម្លបន្ទាប់ពីទឹកពុះហើយយើងដាក់គ្រឿងទាំងប្រមាណមុខនឹងចូលមកហើយយើងស្ងោរក្បាលបកានេះយើងស្ងោរដើម្បីយកជាតិវាអញ្ចឹងណាស្ងោរទុកចោលប្រហែលជាខ្ទង់7ទៅ8នាទីទៅមិនបាច់ចាំគ្របគម្របទេបងប្អូនបើសិនជាគ្របគម្របវាឡើងពពុះចឹងណាហើយនេះបន្ទាប់ពីខ្ញុំស្ងោរប្រហែលជាខ្ទង់7នាទីបងប្អូនទឹកសម្លវាទៅជាពណ៌រាងលឿងអញ្ចឹងតោះមកខ្ញុំស្រង់កាក់កតិកទីចេញក្បាលបកាស្លឹកគ្រៃខ្ជាយល្មៀតអីហ្នឹងគឺខ្ញុំស្រង់ចេញទាំងអស់ហ្នឹងសម្រាប់ទឹកសម្លរបស់យើងគឺមានជាតិខ្លាំងមែនតើបងប្អូនពេលដែលយើងស្ងោរចេញពីក្បាលបកាអញ្ចឹងបើសិនជាយើងដាក់តែសាច់បកាទៅទេគឺវាអត់សូវមានជាតិប្រហែលទេហើយដោយសារតែទឹកសម្លរបស់ខ្ញុំនេះវារៀងដែរអញ្ចឹងហើយខ្ញុំបន្ថែមទឹកបន្តិចហើយយើងដាក់បកាក្រៀមជាមួយយីហ៊ឺចូលហើយបន្លែយើងដាក់អាណារឹងចូលមុនគេមកបងប្អូនមានដូចជាល្ពៅជាមួយស្នៀតពោតនឹងវារៀងក្រឆ្អិនជាងគេសម្លមួយមុខនេះអត់ប្រើប្រហុកទេណាបងប្អូនគឺយើងប្រើជាកាពិនេះខ្ញុំប្រើ1ស្លាបព្រាបាយហើយខ្ញុំជ្រុំជាមួយទឹកអញ្ចឹងហើយកាក់កតិកទីអារងនៅបាតហ្នឹងខ្ញុំអត់ដាក់ទេបងប្អូនអានេះគឺយើងចាក់ចោលបន្ទាប់មកខ្ញុំដាក់គ្រឿងហ្មងទឹកត្រីខ្ញុំដាក់ជិត1ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេជាមួយស្ករ1ស្លាបព្រាកាហ្វេសម្រាប់សម្លនេះគឺខ្ញុំអត់យកប្រៃណាបងប្អូនយករាងសាបមកល្មមទេហើយយើងមើលតែល្ពៅរបស់យើងរាងឆ្អិនមកល្មមចឹងយើងដាក់ផ្សិតចូលសម្រាប់ផ្សិតបើសិនជាបងប្អូនចង់ប្រើជាផ្សិតច្បាងជំនួសផ្សិតខ្មៅអញ្ចេះក៏បានដែរគ្រាន់ថាសម្លហ្នឹងគឺខ្ញុំចូលចិត្តផ្សិតខ្មៅជាងយើងទុកវាប្រហែលជាខ្ទង់2នាទី3នាទីឲ្យបន្លែរបស់យើងឆ្អិនមកល្មមហើយយើងដាក់សាច់បកាចូលមកសម្រាប់សាច់បកានេះគឺអត់យូរទេដោយសារតែបកាវារៀងឆាប់ឆ្អិនអញ្ចឹងគ្រាន់តែដាក់ចូលកូរច្បល់តែមួយផ្លែតគឺយើងអាចភ្លក់មើលហើយថែមថយគ្រឿងបានហើយសម្រាប់ខ្ញុំនេះគឺរៀងស្ទើរប្រៃអញ្ចឹងហើយខ្ញុំបន្ថែមទឹកត្រីតែបន្តិចទៀតទេគឺត្រូវរសជាតិដែរសម្លហ្នឹងគឺខ្ញុំអត់សូវចូលចិត្តប្រើអំបិលទេណាបងប្អូនបើសិនជាប្រើអំបិលវារៀងប្រៃមុតប្រៃដិតពេកអញ្ចឹងហើយគឺខ្ញុំប្រើតែទឹកត្រីម្សៅស៊ុបជាមួយនឹងកាពិទេបន្ទាប់ពីយើងភ្លក់មើលថែមថយគ្រឿងត្រូវរសជាតិអស់ហើយចុងក្រោយគេយើងបង់ស្អំចូលមកបន្ទាប់ពីបង់ស្អំចូលភ្លាមគឺយើងបិទភ្លើងភ្លាមមកបងប្អូនហើយស្អំដាក់ចុងក្រោយនេះក្លិនគឺឈ្ងុយមែនតើបងប្អូននិយាយទៅគ្រាន់តែបង់ចូលទៅគឺជះក្លិនមកហ្មងសម្រាប់សម្លមួយមុខនេះបើសិនជាយើងអត់ដាក់ស្អំទេគឺអត់សូវឆ្ងាញ់ទេណាបងប្អូនពេលយើងបង់ស្អំចូលសម្លប្រហើរកូនកាត់របស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់សម្លមួយមុខនេះយើងស្លកុំឲ្យលួយបន្លែពេកបងប្អូនឲ្យបន្លែនៅរាងស្រស់អញ្ចឹងបានឆ្ងាញ់ជាពិសេសគឺបកានេះដាក់ចូលប្រហែលជាតែ1នាទីទេតែកាលណាវាឆ្អិនជ្រុលសាច់បកាទៅជារាងរឹងវារាងខ្សោះអត់សូវឆ្ងាញ់វិញអញ្ចឹងណាអញ្ចឹងឲ្យយកឆ្អិនមកល្មមបានហើយសម្រាប់សម្លប្រហើរកូនកាត់នេះគឺយើងប្រើកាពិខ្ញុំបញ្ជាក់បងប្អូនម្ដងទៀតអត់ប្រើប្រហុកទេព្រោះយើងប្រើសាច់ជាបកាបើសិនជាយើងប្រើប្រហុកគឺវាអត់ត្រូវជាមួយបកាទេប៉ុន្តែបើសិនជាបងប្អូនចង់ប្រើត្រីវិញអានឹងចាំយើងដូរទៅប្រើប្រហុកវិញសម្រាប់វិធីធ្វើគឺដូចគ្នាអញ្ចឹងបងប្អូនអត់មានអីខុសគ្នាទេសម្រាប់សម្លមួយមុខនេះត្រូវមែនតែនសម្រាប់ខែធ្លាក់ខ្យល់រៀងត្រជាក់អញ្ចឹងបងប្អូនញ៉ាំទៅគឺឆ្ងាញ់ខ្លាំងមែនតែនហ្មងសម្រាប់ខ្ញុំសម្លមួយចានហ្នឹងគឺញ៉ាំអស់តែម្នាក់ឯងទេមួយចានគោមកបងប្អូនមិនមួយចានចង្កឹះតូចទេហើយបើថាបាយវិញញ៉ាំអស់តែបន្តិចទេអាឡ័យតែលវញ៉ាំស្លជាពិសេសបងប្អូនដែលអត់សូវស្រួលខ្លួនផ្ដាសាយក្តៅខ្លួនអីញ៉ាំទៅដឹងតែត្រូវហ្មងដោយសារតែសម្លមួយមុខនេះគឺសិតតែបន្លែបកាអីចឹងណាទៅគឺសិតតែជារបស់ដែលល្អចំពោះសុខភាពរបស់យើងហ្មងចឹងហើយបងប្អូនអាចសាកធ្វើញ៉ាំបានណា